សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលមានចំណងជើងថាប្រទេសរបស់អ្នកគឺនៅត្រង់នេះដែលដកស្រង់ចេញពីសៀវភៅម្នាក់ឯងតែមិនឯកានិពន្ធដោយបងប្រុសសុកច័ន្ទផលសូមអញ្ជើញរីករាយសម្ដាប់នាងខ្ញុំដូចតទៅសូមស្វាគមន៍អ្នកដែលបានវិលត្រឡប់មកកាន់ផ្ទះខ្លួនឯងគ្មានកន្លែងណាផ្សេងទៀតទេគឺទីនេះហើយគឺជាដែននៃអារម្មណ៍សន្តិភាពស្រស់ស្រាយស្រាលខ្លួនត្រជាក់ត្រជុំមនោរម្យស្រគត់ស្រគំច្បាស់លាស់ហើយក៏ជាក្តីសមនស្សនិងជាសម្រស់របស់ពិភពលោកនេះពិតមែនហើយអ្នកកំពុងតែលង់ស្នេហ៍ជាមួយនឹងខ្លួនឯងអ្នកឃើញអ្វីក៏ស្រស់ស្អាតអ្នកឃើញអ្នកណាក៏មានក្តីស្រឡាញ់អ្នកលែងប្រកាន់ឬក៏ទើសទាល់អ្វីទាំងអស់អ្នកពិតជារំភើបព្រោះម្នាក់នោះមនុស្សដែលអ្នកខំប្រឹងស្វែងរកជាយូរមកហើយតាមការពិតគឺជាអ្នកខ្លួនឯងស្នេហ៍ពិតគឺជាខ្ញុំខ្លួនឯងនេះគឺជារឿងដ៏រំភើបបំផុតនៅក្នុងឆាកជីវិតនេះមនុស្សដែលស្គាល់ខ្លួនឯងនឹងជួបនៅដំណើរផ្សងព្រេងដែលធម្មជាតិរៀបចំឲ្យហើយវាគឺនៅក្នុងពិភពក្នុងខ្លួននោះឯងថ្ងៃនោះភ្លៀងធ្លាក់ពីក្បាលប្រលប់ខ្ញុំអង្គុយនៅក្នុងបន្ទប់គេងបើកភ្លើងពណ៌ក្រហមតូចមួយល្មមនឹងឃើញស្រមោលទីកន្លែងព្រាលសំឡេងទឹកភ្លៀងពីរោះរណ្ដំហើយនៅមាត់បង្អួចក៏ឃើញសរសៃទឹកភ្លៀងកំពុងតែធ្លាក់ស្រោចស្រពផែនភស្តុភារខ្ញុំពិតជាពេញចិត្តចំពោះអារម្មណ៍នៅក្នុងពេលនេះណាស់ពោលជាបរិយាកាសសម្រាកដែលខ្ញុំតែងតែប្រាថ្នាទោះជាយ៉ាងណារឿងអតីតនៃមនោសញ្ចេតនាក៏ផុសឡើងធ្វើឲ្យខួរក្បាលចាប់ផ្ដើមគិតខ្ញុំនៅតែឈឺចាប់នឹងការខកចិត្តប៉ុន្តែរំពេចនោះក៏មានគំនិតម្យ៉ាងហូរកាត់ខ្ញុំដោយនិយាយឡើងថាអតីតកាលនិងមនុស្សដែលធ្វើឲ្យខ្ញុំខកចិត្តសុទ្ធតែកន្លងផុតអស់ទៅហើយសោតឯទំព័រចុងក្រោយនៃជីវិតនេះគឺខណៈពេលនេះខ្ញុំក៏បានចាប់ផ្ដើមបិទភ្នែកព្រមទាំងបើកចំហស្លាកស្នាមរបួសចាស់ឲ្យពួកវាមានសេរីភាពដួងចិត្តព្រមដោះលែងអ្នកដទៃនិងខ្លួនឯងផងដែរស្រាប់តែពេលនោះអារម្មណ៍ខ្ញុំក៏ធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍ជាថ្មីម្ដងទៀតប៉ុន្តែគ្មានម្ចាស់ស្នេហ៍ឯណានៅជាមួយនោះទេគឺសល់តែខ្លួនឯងពុទ្ធោអើយខ្ញុំស្គាល់ហើយនៅរសជាតិធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្លួនឯងដែលពិតជាផ្អែមល្ហែមស្កប់ស្កល់និងពោរពេញទៅដោយសុវត្ថិភាពជោគជ័យនៅក្នុងលោកនេះតើមានអ្វីពិសេសជាងជោគជ័យនៃការច្បាំងឈ្នះយកខ្លួនឯងត្រឡប់មកវិញនោះអត្ថបទនាងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសូមរងចាំស្ដាប់នៅភាគបន្តទៀតអរគុណសម្រាប់ការតាមដានទស្សនា Channel របស់នាងខ្ញុំសូមជួយ Subscribe ម្នាក់មួយផងណាអរគុណបាយបាយ